ជាមួយនឹងគ្នាគឺគាត់ប្រើអូចាំន័យថាមិត្តភ័ក្តិអ្នកនៅជុំវិញខ្លួនរបស់យុទ្ធហ្នឹងគឺមានអ្នកប្រើប្រាស់សារធាតុញៀនមានហើយខ្ញុំតែងតែដាស់តឿនពួកគាត់រហូតហ្នឹងណែនាំពួកគាត់រហូតហ្នឹងខ្ញុំប្រាប់ពួកគាត់អញ្ចឹងណានៅពេលគាត់ប្រើអញ្ចឹងភាគច្រើនគាត់ប្រើពាក្យសម្ដីអីដើម្បីអូសទាញប្រកាសបង្ខំឲ្យយុទ្ធឯងគាត់ប្រើពាក្យអីហើយដើមមួយគ្នាបើឯងអត់ចេះអញ្ចឹងមិនខ្លាំងណាមិនហ៊ានណាអញ្ចឹងហើយដើមមួយអញមិនកើតនេះដើមមួយអញមិនកើតអញ្ចឹងណាដោយសារតែយើងអត់ចេះប្រើប្រាស់គ្រឿងអត់ចេះខ្ញុំអត់ចេះទេខ្ញុំវាយឈួតទៀតក៏ខ្ញុំខូចជួតដល់បរិយនឹងបានហើយចូលមកខ្ញុំហ្នឹងឬគាត់ផុសហ្នឹងចូលមក comment អានេះរកលុយបកគ្រប់ជក់មកឬអីចេះច្រើនណាពូម៉ាក់ខ្ញុំគាត់ឲ្យគាត់ចូលមក comment អញ្ចឹងពេលហ្នឹងខ្ញុំដឹកទាំងឈឺទាំងជាទាំងបីព្រៀងទៀតនេះគឺជាទីតាំងថ្មីនៃសាខាទី5របស់ហាងទូរស័ព្ទដៃគ្នាយើងអត់បាយសម្រាប់បងប្អូននៅបឹងតពុនបឹងតបាយចាំងរ៉េលើចាំងរ៉េក្រោមតាខ្មៅវាលស្បូវផ្លូវជាតិលេខ1គៀនស្វាយបងប្អូនអាចមករកទីតាំងទី5របស់ហាងទូរស័ព្ទដៃគ្នាយើងបានដែលនៅទល់មុខជាមួយនឹងវត្តនិរុត្តតែម្ដងហើយសម្រាប់ទីតាំងសាខាទី5របស់ហាងគ្នាយើងច្បារអំពើនេះមានទាំងសេវាកម្មទិញដាច់បងរំលោះហើយទូរស័ព្ទដៃ MacBook iPhone iPad accessory គ្រប់ប្រភេទមិនថាជួសជុលមិនហើយទេបងប្អូនអាចមកជាមួយនឹងហាងទូរស័ព្ទដៃគ្នាយើងច្បារអំពើបានជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមានកិត្តិយសមែនទែនខ្ញុំឡាប៊ីបានមានវត្តមាន idol របស់បងប្អូនណាខ្លះស្គាល់ឈ្មោះអីគេអាចប្រាប់បងប្អូនយើងបានខ្ញុំបាទឈ្មោះយុទ្ធហ្នឹងហើយនៅក្នុងបែប short film និងរឿងបែបខ្លីៗអប់រំហើយបើរឿងបដាល់គឺចៅរស់អូនៅក្នុងមានន័យថាយុទ្ធគឺជាអ្នកបដាល់ដែរបាទអញ្ចឹងមានថាក្នុងបដាល់គឺគេស្គាល់ឈ្មោះថាចៅរស់ហើយជាប្រហែលឆ្នាំហើយប្លុកក្នុងវិស័យបដាល់ខ្ញុំបើនិយាយរឿងបដាល់គឺតាំងពី2011 12មកតាំងនៅក្មេងតាំងពីអាយុ14 15ឆ្នាំបោះបង់ការសិក្សាអត់ចេះសរទេដល់ថ្ងៃនេះអត់ចេះសរទេអូខេហ្នឹងហើយបើតាមខ្ញុំដឹងប្រវត្តិខ្លះក៏ដូចជាការខិតខំប្រឹងប្រែងរបស់យុទ្ធឬក៏ចៅរស់ហ្នឹងបាទគឺមានក្នុងវិស័យទី1គឺគេថាវិស័យសិល្បៈទី2គឺវិស័យកីឡាគឺកីឡាបដាល់បាទខ្ញុំអាចសួរខ្លះបានទេតើទី1យុទ្ធគឺមានឈ្មោះគេថាក្នុងបញ្ជីជាតិឈ្មោះអីគេឈ្មោះពិតណាទី1ទី2ឆ្នាំហ្នឹងអាយុប៉ុន្មានហើយទី3តើមានគ្រួសារឬក៏គូស្នេហាហើយឬនៅខ្ញុំមានអាយុ31 32ឆ្នាំនេះហើយបាទ32ឆ្នាំ1995បាទហើយឈ្មោះពិតគឺរិទ្ធសៀងសេរីរិទ្ធសៀងសេរីរិទ្ធគាត់ថាអាឈ្មោះនេះវាជាប់មកខ្ញុំដាក់អាឈ្មោះយុទ្ធលើហ្នឹងដោយសារខ្ញុំដាក់ពីមុនហ្នឹងគឺជំនាន់ណាល្បីដាក់ឈ្មោះ fake អញ្ចឹងទៅខ្ញុំដាក់យុទ្ធហ្នឹងតាំង2016 15មកជំនាន់ហ្នឹង Facebook គេដាក់អីគេយុទ្ធសិនយុទ្ធអីណាអីគេហ្នឹងហ្នឹងហើយក៏ខ្ញុំដាក់ឈ្មោះហ្នឹងបណ្ដោយទៅខ្ញុំអាចសួរបន្តិចបានទេថាយុទ្ធចាប់ដើមវិស័យកីឡាបដាល់មុនសិល្បៈឬក៏ចាប់ដើមសិល្បៈមុនខ្ញុំបដាល់មុនសិល្បៈក្រោយទេសិល្បៈនេះខ្ញុំនិយាយពីដើមតងមកគឺខ្ញុំទៅលេងនៅវត្តបទុមហើយបានបងប្អូនយើងហ្នឹងគាត់ឃើញទៅគាត់ឃើញខ្ញុំចេះក្បាច់គុណចេះអីចឹងទៅក៏គាត់មកពិភាក្សាសួរចឹងបងឯងអាចចូលរួមថតជាមួយពួកខ្ញុំបានអត់ខ្ញុំសួរថារឿងអីគេវិញរឿងបែបវាយគ្នាហើយខ្ញុំសួរដែរថារឿងហ្នឹងមិនចេញមកអប់រំគេឬក៏ចេញមកឲ្យគេរៀងថាទឹះចិត្តឬក៏មិនអញ្ចឹងណាខ្ញុំសួរពួកគាត់ច្រើនណាហើយគាត់ថាអត់ទេបងរឿងបែបអប់រំអីចឹងទៅខ្ញុំចូលរួមជាមួយពួកគាត់គឺរឿងដំបូងខ្ទុះហ្នឹងគឺរឿងហួសពេលហ្នឹងមកចាប់ដើមកាលហ្នឹងថតជាមួយក្រុមអីគេក្រុម VTB short film អ្នកណាដឹកនាំលីតាម៉ូលីតាម៉ូបាទលីតាម៉ូឥឡូវលីតាម៉ូឃើញគាត់ជោគជ័យច្រើនទេតាហ្នឹងហើយឥឡូវគាត់ like game វិញចឹងមានថាចំណោមរបស់យុទ្ធនោះអ្នកដែលគេជោគជ័យប្រហែលជាប្រហែលអ្នកដែរច្រើនបាទច្រើនខ្ញុំមានអារម្មណ៍តូចចិត្តខ្លួនឯងអត់ទៅពេលដែលមិត្តរួមអាជីពឬក៏អ្នកនៅក្បែរខ្លួនគេតទៅមុខគេរីកចម្រើនអញ្ចឹងមានអារម្មណ៍តូចចិត្តដែរអត់តូចចិត្តនឹងខ្លួនឯងដែរតែធ្វើមិនអាហ្នឹងវាជាវាសនារបស់ខ្លួនឯងបាទយំទៅយើងធ្លាប់រកជោគជ័យប្រហែលដងតែមកពីយើងខ្លួនឯងទេដែលយើងវាអត់ចាប់ឱកាសរបស់ខ្លួនឯងចិត្តបលែងហូតកតាអីដែលធ្វើឲ្យយុទ្ធឯងគិតថាខ្លួនឯងចាប់ឱកាសអត់បានទេវាមកពីអីទី1រឿងបដាល់ខ្ញុំគេកំពុងតែឈិនលឿនគេកំពុងតែឲ្យតម្លៃគេគ្រប់គ្រងច្រើនណាបដាល់ឥឡូវហ្នឹងតែខ្ញុំបែរជាមានបញ្ហារបួសជើងទី1អញ្ចឹងទៅខ្ញុំឡើងប្រកួតអត់កើតទី2គឺខ្ញុំញ៉ាំបរិយអញ្ចឹងខ្ញុំញ៉ាំបរិយទៅវាធ្វើឲ្យសួតខ្ញុំអត់ដំណើរការល្អហើយកាយសម្បទាខ្ញុំក៏វារឹងមាំដូចមុនទៀតដែរអូខេបាទចុះខ្ញុំអាចដឹងបន្តិចបានទេសួររៀងចាក់ធានបត់តិចណាដោយសារផេករបស់ខ្ញុំហ្នឹងគឺ content ផ្ដោតលើសុខភាពជីវិតហើយនឹងពាក់ព័ន្ធនឹងសារធាតុញៀនក្នុងនាមយុទ្ធជាអ្នកកីឡាផ្ទាល់ស្រឡាញ់កីឡាបដាខ្លាំងហើយតែងតែចង់ត្រឡប់ទៅវិញប៉ុន្តែដោយសារយើងប្រើប្រាស់សារជាតិផ្សេងដូចបារីធ្វើឲ្យប៉ះពាល់សុខភាពហត់តែយុទ្ធមានធ្លាប់លងខ្លួនភ្លេចខ្លួនតែប្រើប្រាស់សារធាតុញៀននេះអត់អានេះខ្ញុំនិយាយនៅមុខកាមេរ៉ាហ្មងខ្ញុំអត់ដែរទេមួយជីវិតតែម្ដងមួយជីវិតរបស់ខ្ញុំព្រោះខ្ញុំគិតថាខ្ញុំកើតមកក្នុងតកូលអ្នកអត់
បាទ ប៉ាម៉ាក់គាត់បដៅបានល្អណាស់ចូលថាទូខ្ញុំអត់ចេះអក្សរក៏ដោយប៉ុន្តែកំណត់ខ្ញុំគឺខ្ញុំអត់យកខ្លួនឯងទៅផង់ខ្លួនធ្វើបាបឪពុកម្ដាយខ្ញុំទេខ្ញុំដឹងថាបើប្រព្រឹត្តពួកអាហ្នឹងទៅគឺយើងអត់ដឹងថាជាអ្នកណាហើយខ្លួនយើងក៏យើងមិនដឹងហើយយើងធ្វើបាបម៉ាក់ប៉ាទៀតហ្នឹងខ្ញុំតែងតែទិញអាហ្នឹងរហូតខ្ញុំអត់ប្រើប្រាស់ទេហើយខ្ញុំដើរលេងជាមួយនឹងគ្នាគឺគាត់ប្រើ អូអញ្ចឹងមានថាមិត្តភ័ក្តិអ្នកនៅជុំវិញខ្លួនរបស់យុទ្ធហ្នឹងគឺមានអ្នកប្រើប្រាស់សារធាតុញៀនមានហើយខ្ញុំតែងតែដាស់តឿនពួកគាត់រហូតហ្នឹងណែនាំពួកគាត់រហូតហ្នឹងខ្ញុំប្រាប់ពួកគាត់អញ្ចឹងណាហើយពួកគាត់ក៏ធ្លាប់នេះយើងដែរតែយើងអត់ទៅអាហ្នឹងសំខាន់លើខ្លួនយើងទេបើខ្លួនយើងអត់យើងថាចង់សាកឬចង់ស្គាល់ក៏វាអត់ប្រព្រឹត្តអារឿងហ្នឹងមកជាប់នឹងខ្លួនដែរអារឿងញៀនហ្នឹងនៅពេលគាត់ប្រើអញ្ចឹងពាក្យច្រើនគាត់ប្រើពាក្យសម្ដីអីដើម្បីអូសទាញប្រកាសបខំឲ្យយុទ្ធឯងជួបក៏ប្រើពាក្យអីហើយដើមមួយគ្នាបើឯងអត់ចេះអញ្ចឹងមិនខ្លាំងណាមិនហ៊ានណាចុះគេនិយាយអញ្ចឹងហ្មងបាទចុះមិនបានយុទ្ធឯងអាចរៀបរៀងចិត្តខ្លួនឯងធម្មតាអាហ្នឹងតែនៅគេថាទៅនៅមួយណាគេហ្នឹងចេះហ្នឹងហើយហ្នឹងខ្ញុំដឹងតែគេម៉ៃអញ្ចឹងណាពេលវឹកហ្នឹងតែបើខ្ញុំគឺអត់ខ្ញុំតែងតែបកកាយថាអត់ទេហើយលេងតែឯងទៅនិយាយថាមនុស្សខ្លាំងណាទូបាច់លេងហ្នឹងក៏ខ្លាំងដែរខ្ញុំតែងតែបដទៅវិញអញ្ចឹងចាំពេលហ្នឹងគេតបមកយើងថាម៉េចបាទគេតបមកថាម៉េចតបថាម៉េចគេថាអញ្ចឹងហើយដើមមួយអញមិនកើតនេះដើមមួយអញមិនកើតអញ្ចឹងណាដោយសារតែយើងអត់ចេះប្រើប្រាស់គ្រឿងញៀនទេខ្ញុំអត់ចេះទេខ្ញុំវាយឈួតទៀតក៏ខ្ញុំខូចជួតតែបរិយនឹងបានហើយចុះធ្លាប់មានបងប្អូនមហាជនឬក៏អ្នកនៅក្បែរខ្លួនមួយចំនួនដែលគេអត់ដឹងពីយើងគេធ្លាប់ម៉ៃលើយើងថាគេធ្លាប់និយាយថាយើងជក់ដែរបាទគេម៉ៃដូចពេលនេះវីដេអូខ្ញុំប្រហែលរយៈមុនហ្នឹងពូម៉ាក់ខ្ញុំហ្នឹងឬគាត់ផុសហ្នឹងចូលមក comment អានេះរកលុយប្រគ្រប់ជក់ម៉ាឬអីច្រើនណាពូម៉ាក់ខ្ញុំគាត់ផុសហើយគាត់ចូលមក comment អញ្ចឹងពេលហ្នឹងខ្ញុំនៅដឹកទាំងឈឺទាំងជាទាំងមេភ្លៀងទៀតហើយគាត់ឃើញមុខខ្ញុំយ៉ាងស្គមមួយអីចឹងគាត់ម៉ៃយើងអញ្ចឹងចុះដល់ពេលគេនិយាយអញ្ចឹងយើងមានអារម្មណ៍ថាតូចចិត្តទេអន់ចិត្តទេខឹងគេមានអត់បើរឿងតូចចិត្តរឿងខឹងគឺខឹងហើយប៉ុន្តែខ្ញុំគិតថាវាមិនអីគ្រាន់តែប៉ុណ្្នឹងតែគ្រាន់ថាអ្វីដែលគេនិយាយវាមិនជាការពិតអញ្ចឹងយើងមកយកដាក់ខ្លួនអីយើងមកឈឺចិត្តជាមួយនឹងអា comment ប៉ុណ្្នឹងអីធ្វើឲ្យយើងកាន់តែដួលដោយសារខ្ញុំពីមុនវាខ្វាយខ្វល់រឿង comment ច្រើនពេកបានធ្វើឲ្យខ្ញុំវាបាទដួលរហូតយល់ហើយអញ្ចឹងវាថានៅពេលដែលមនុស្សជុំវិញខ្លួនចាប់ដើមដូចគ្នាអ្នកខ្លះចាប់ដើមក្រោយយុទ្ធអីទៀតតែគេជោគជ័យមុនហើយយើងអត់ជោគជ័យដោយសារតែយើងអង្គុយតែ toxic ជាមួយនឹងអា comment ជាមួយនឹងពាក្យនៅក្នុងបណ្ដាញសង្គមចុះយុទ្ធឯងផ្ទាល់ជួបរឿងបញ្ហាហ្នឹងមានអីផ្ដាំផ្ញើដូចជាអ្នកផលិតមាតិកាថ្មីក្មេងបងប្អូនយើងមួយចំនួនចាប់ដើមមកប្រឡូកក្នុងវិស័យធ្វើវីដេអូផ្សេងៗណាហើយអ្នកខ្លះក៏គាត់មិនតុកសិចទៅអ្នកខ្លះគាត់ចាប់ដើមស្ទេអារម្មណ៍ stress រឿងគេ comment កំអីយុទ្ធឯងមានអីផ្ដាំផ្ញើជូនគាត់ទេទី1បងប្អូនបើបងប្អូនស្រឡាញ់និស្ស័យ blogger ឬក៏និស្ស័យបែបផលិតមាតិកាបាទផលិតមាតិកាអីចឹងបងប្អូនកុំវាច់ទៅតបទេវាច់ទៅឆ្លើយតបបណ្ដោយហ្នឹងហើយចង់និយាយថាវាច់ឆ្លើយតបវាច់ទៅឈឺក្បាលវាច់ទៅខឹងមូម៉ៅធ្វើឲ្យយើងឆេះដុំខ្លួនឯងយើងទៅតបគេមកយូរយើងក៏វាតាមនឹងដែរfan យើងដែលចូលចិត្តយើងគេស្អប់យើងតាមពិតអ្នកនោះអ្នកសាំងកំហុសមកតម្លាក់ឲ្យយើងសោះហ្នឹងវាអញ្ចឹងណាបាទអញ្ចឹងយើងដឹងតែធ្វើវីដេអូចែកជូនបងប្អូនពុកម៉ែមើលទៅអញ្ចឹងទៅចុះថ្មីនេះឃើញថាក្នុងបណ្ដាញសង្គមរបស់យុទ្ធឯងផ្ទាល់ណាឃើញយុទ្ធឯងផុសជាយាមផុសហើយណាការងារការអីមួយប្រូពលឺហ៎បាទពលឺហ្នឹងគាត់ត្រូវនិយាយយុទ្ធឯងយើងទៅអាមួយហ្នឹងជាខ្លាខ្ញុំខ្លាមកខ្លាតាំងពីរៀនថ្នាក់មន្ត្រីមួយគ្នាហ្មងខ្ញុំនិយាយមែនណាតាំងថ្នាក់ទី1ថ្នាក់មន្ត្រីអាហ្នឹងហើយវាមានអីញ៉ាំក៏ញ៉ាំចែកគ្នាដែរជំនាន់នៅរៀននោះតែឥឡូវឃើញគាត់រីចម្រើនណារីចម្រើនអានោះតាមមកបែបគាត់រីចម្រើនមែនទី1ពីមុនកំសត់អានោះពិបាកជាងខ្ញុំទៀតពិបាកណាជីវិតវាអានោះនាំបានប៉ុណ្ណឹងវាមិនមែនស្រួលទេជីវិតវាពីមុនណាខ្ញុំនិយាយឥឡូវនិយាយពីណោះរឿងពូម៉ាក់ម្ដងចុះបាទនិយាយពីពូរឿងពីមុននេះអានោះវាពិបាកនេះដាក់កាត់សក់នៅផ្ទះអត់មានណាគេទៅកាត់ទេហើយមួយក្បាលពី 3000 ហ្នឹងបាទហើយរកស៊ីអីមានគ្រូសាទៀតពេលហ្នឹងហើយប្រពន្ធរបស់វានោះគាត់គ្នានោះដើរលក់ចង្រិតដើរលក់អីពីអ្នកប្តីប្រពន្ធនោះអ្នកដប់ប្រពន្ធដើរលក់អញ្ចឹងទៅឆ្លៀតពេលយប់ពេលថ្ងៃវាកាត់សក់អីអញ្ចឹងទៅខ្ញុំឃើញវាពិបាកខ្លាំងហើយអាកន្លែងកាត់សក់ហ្នឹងគេទៅគប់បែកកញ្ចក់អស់ទៀតនៅក្នុងភូមិទៀតអូយវាពិបាកហ្មងដល់ពេលអញ្ចឹងខ្ញុំឃើញពូម៉ាក់អញ្ចឹងខ្ញុំជំនាន់នោះមិនលេង TikTok ល្បីដែរហ្នឹងបាទ6 10M ចុច6អ្នក follow 1M បាទអញ្ចឹងទៅក៏ខ្ញុំឃើញអញ្ចឹងខ្ញុំអូពូម៉ាក់ខ្ញុំវាមានហាងកាត់សក់បាទអញ្ចឹងបើវាមានហាងកាត់សក់បើវាអត់ធ្វើទីផ្សារវាអត់មានវីដេអូចែកជូនដល់បងប្អូនមើលក៏គេអត់ដឹងថាវាមានហាងកាត់សក់ដែរអ្នកធ្វើវីដេអូសប្តាហ៍ថ្ងៃចង់ប្រមូលឲ្យល្បីតាមជំនាញធ្វើវីដេអូហើយចង់លក់ដាច់តទៅបកកាយធ្វើវីដេអូដែរបន្ទាប់មកហ្នឹងខ្ញុំក៏ពូម៉ាក់នេះឯងលេងអានេះតាមអញឯងលេងឯងមានមុខរបរអញ្ចឹងបើឯងលេងទៅដឹងមានគេចូលចិត្តច្រើន
គេមកហាងថ្ងៃឲ្យកាត់សក់ដាច់ឲ្យទួយបើកនៅផ្ទះក៏ដោយតែលេង content ត្រូវខ្ញុំណែនាំពូម៉ាក់អញ្ចឹងអានោះវាដំបងបកែកដែរអត់លេងទេវាអៀន បាទ គាត់លេងមួយខ្ញុំអានោះតិចមុខចេញរហូតហ្នឹងជំនាន់មុនហ្នឹងដល់ពេលយូរទៅវាចាប់ដើមស្វែងយល់ពី TikTok ហ្នឹងទៅក៏វាបានដល់ឥឡូវហ្នឹងទៅអញ្ចឹងថា TikTok យើងលេងវាឲ្យត្រូវ គឺរីកចម្រើន រីកចម្រើន យល់ បាទ អញ្ចឹងមានថាបណ្ដាញសង្គមទាំងអស់វាសិតសឹងតែជួយយើងសំខាន់លើយើងចេះឆ្នៃ វាលើយើងទេបាទ អញ្ចឹងសរុបមកគេធ្លាប់វាតម្លៃគេធ្លាប់មាក់ងាយថាយុទ្ធឯងជាអ្នកប្រើប្រាស់គ្រឿងញៀនហ្នឹងគឺអត់ទេហើយមានបងប្អូនមួយចំនួនគាត់ឆ្ងល់ថាមិនបានវាយបណ្ដាលសុកល្អសុកឈប់វាយអញ្ចឹងយុទ្ធក៏បានបកស្រាយដែរគឺមានបញ្ហាខូចជើង បាទពេលខូចជើង ពិបាកកាមេរ៉ាចាប់មើលឃើញទៀត បាទ ខ្ញុំមានរូបភាពពេលខ្ញុំដួលម៉ូតូខ្ញុំសែនឲ្យ មកខ្ញុំកាត់ចូលដល់ នេះខ្ញុំវាប្រវាយហ្នឹងមកចេះហ្មង បាទចុះឥឡូវថ្មីនេះឃើញពលឺហៅទៅធ្វើអីគេដែរ ហៅលក់ spa ឲ្យជួយលក់ spa ឥឡូវហ្នឹងវាឃើញបាទខ្ញុំឃើញវាឃើញខ្ញុំពិបាកអូតែប៊ីក៏បានដឹងដែរពីក្រោយខ្នងហ្នឹងគឺខ្ញុំពិបាកខ្លាំងណាស់មួយរយៈដែលខ្ញុំឈប់ពីសិល្បៈទី1អត់សូវមានគេហៅថតដូចមុនទេ បាទ ទី2គឺបដាខ្ញុំវត្តកើតអញ្ចឹងទៅខ្ញុំកាន់តែវាកត់ច្រើនហ្នឹងនៅផ្ទះហ្មងខ្ញុំចោះចេញបន្ទប់ចោះមកក្រោមឡើងទៅលើខ្ញុំទៅនៅក្នុងផ្ទះហ្មងវាអញ្ចឹងវាមានសពិតខ្លាំងមែនទែនដល់ពេលអានោះថ្ងៃមួយវាហៅខ្ញុំមកលេងហាងអញមកកាត់សក់ចេញផងខ្ញុំទៅ spa សក់ចេញផងពេលអញ្ចឹងខ្ញុំក៏ទៅវានិយាយរឿងការងារហ្នឹងមួយទៅវាសួរខ្ញុំថាឥឡូវមានអីធ្វើអត់ហើយធ្វើអីគេខ្ញុំក៏ប្រាប់វាតាមហ្នឹងថាខ្ញុំអត់មានអីធ្វើទេហើយក៏វាបានឲ្យហ្នឹងឯង spa ហ្នឹងមកលក់ហើយវាយកទៅដើមវិញទេសល់ប្រហែលចំណេញឲ្យមកខ្ញុំទៅ លក់ដាច់ទេ បាទ បងប្អូនយើងគ្រប់គ្រង អរគុណមែនតើបងប្អូនយើងបានជួយកំង spa ហ្នឹងហើយពីខ្ញុំអញ្ចឹងណាហើយបងប្អូនខ្លះក៏សល់លុយអាប់ក៏គាត់ឲ្យមកដែរឲ្យទៀតបាទខ្លះទិញទឹកអីឲ្យញ៉ាំទិញភេសជ្ជៈ បានដឹកថ្លៃអី បាទថ្លៃដឹកបងប្អូនឲ្យផ្សេងហើយសល់លុយអាប់គាត់ឲ្យផ្សេងទៀតអរគុណបងប្អូនមែនតើ អរគុណបងប្អូនជំនួសយកដែរហើយចុះចេះដោយសារយើងមានអាការងារនឹងធ្វើប្រចាំថ្ងៃTikTok ហើយចុះបើសិនជាមានក្រុមថតណាមួយគេចង់ហៅយុទ្ធឯងថតគេមានតម្លៃឲ្យយុទ្ធឯងទទួលអត់ ខ្ញុំនៅតែស្រឡាញ់ នៅតែទទួលដែរបានតែបងប្អូនឲ្យថវិកាគាត់កុំហៅទៅថតទៅទេណាយើងនិយាយសួរស្ដាប់ចឹងមកតែយើងបញ្យល់ទៅបងប្អូនដែរខ្ញុំអត់ចេះសទេតែបើ content បងប្អូនរបៀបថារបៀបដូចជាបាទតួអីប្រាប់មកហ្នឹងហើយបោះប្រយ៉ងមកខ្ញុំអាចធ្វើបានខ្ញុំយើងធ្លាប់ថតរឿងមួយគ្នាឡងមកបានរឿងដែរអញ្ចឹងយើងយល់ character របស់យុទ្ធហ្នឹងគឺបែបមេជើងកាងបែបបាច់គុណបែបវាយទៅគេថាដូចជនល្មើសហ៎បងធំអញ្ចឹងបងប្អូនពេលខ្លះកុំការវាតម្លៃបងប្អូនដូចជាការសាក់ចោះ cover ហ្នឹងនិយាយមកទៅបងប្អូនអ្នកដែលស្គាល់យុទ្ធនៅក្រៅដឹងហើយ slow ដូចកូនមន់ខ្ញុំនិយាយអញ្ចឹងបងអញ្ចឹងពេលខ្លះអាសិល្បៈ lifestyle នៃការតុបតែងខ្លួនរបស់មនុស្សហ្នឹងមិនអាចសម្ដៅពីអត្តចរិតលក្ខណៈរបស់មនុស្សបានទេមានបទអីគេពីតិមួយគាត់ cover ពីបទអីគាត់ថាអ្នកខ្លះអត់សាក់តែចរិតជាចោលអ្នកខ្លះសាក់ពេញខ្លួនអី slow ដូចកូនមន់ពីតិអ្នកនេះអញ្ចឹងមិនថាពេលខ្លះអា lifestyle របស់មនុស្សហ្នឹងមិនអាចវាតម្លៃបានទេអញ្ចឹងថ្ងៃនេះគឺជាថ្ងៃស្រាយចម្ងល់ពីយុទ្ធមានអ្នកបងប្អូនច្រើនគាត់ឆ្ងល់ណាថាធ្លាប់ជាអ្នកហាត់បណ្ដាលធ្លាប់ជាកីឡាករបណ្ដាលធ្លាប់ជាតួសម្ដែងមិនបានមនុស្សនៅចំណោមជាមួយគ្នានឹងជោគជ័យអស់ហើយហើយមួយទៀតគេវាតម្លៃថាយើងនឹងប្រើប្រាស់គ្រឿងញៀននឹងឯងធម្មតាសង្គមហ្នឹងវាអញ្ចឹងមិនឲ្យឃើញយើងអញ្ចឹងចាក់ស្ដែងដូចថ្ងៃមុនមានកីឡាករបណ្ដាលយើងម្នាក់យើងមិននិយាយឈ្មោះណាគាត់ល្បីដែរបលិសចាប់រឿងករណីគ្រឿងញៀនហ្នឹងទៅខ្ញុំឃើញតាបាទអញ្ចឹងមានន័យថាមិនមែនសុទ្ធសឹងតែនៅក្នុងបរិបទហ្នឹងឲ្យតែនៅក្នុងហ្នឹងគេថានៅក្នុងត្រីក្នុងកត្រកហ្នឹងស្អុយមួយវាមិនត្រូវស្អុយទាំងអស់ទេបាទអូខេអញ្ចឹងសរុបមកដូចជាយុទ្ធគាត់លើកឡើងមកចឹងថាប្រសិនបើជាយើងនៅក្នុងវងចោលយើងនៅក្នុងវងអ្នកជក់ថាមានប៉ុន្តែបេះដូងយើងឆន្ទៈយើងគិតថាយើងមិនប្រឡូកវាយើងមិនចង់សាក់យើងមិនចង់ដឹងយើងមិនចង់លឺយើងមិនចង់ស្គាល់គឺយើងមិនខ្លាចយើងអ្នកជក់ទេបាទអញ្ចឹងអានេះគឺជាសារចែកម្លែកសម្រាប់បងប្អូនយើងដែរហើយមួយទៀតដូចយុទ្ធផ្ទាល់អញ្ចឹងប្រើប្រាស់សារជាតិផ្សែងរងថ្ងៃទៅអ្វីទៅតែជាទទួលពីផលវិបាកនៃបរិយាហ្នឹងខ្ញុំទៅវាអត់បានទេទី1ទី2យើងចង់ឈប់ដែរតែពេលដឹងមិនទេពេលយើងចង់ឈប់ទៅយើងចេះឃើញគេញ៉ាំទៅវាចេះនឹកឃើញមកវិញទៀតចឹងណាហត់ហើយហត់នេះទៅបាទវាហត់ហើយវាមានបញ្ហាវាធ្វើទុកដែរវាមិនទេណាមួយបរិយវាមិនជារឿងខុសច្បាប់ផងយើងអ្វីដែលយើងលើកឡើងគឺសារជាតិញៀនតែប៉ុណ្្នឹងតែសារជាតិញៀនដូចជាបាទខ្ញុំកាត់តែពីមួយបាទការនៅហាត់បដាល់គឺខ្ញុំអត់ដែរប៉ះវាទេបរិយស្រាក៏ខ្ញុំអត់ដែរអញ្ចឹងខ្ញុំចង់នេះផ្ញើសារទៅកាន់បងប្អូនអ្នកបដាល់ក្រោយគុំប្រព្រឹត្តអសោះបរិយហ្នឹងហើយហ្នឹងខ្ញុំសូមដាស់តឿនប៉ុណ្ណឹងបងប្អូនថាបរិយលេចទេបាទកុំប៉ះពាល់គ្រឿងញៀនក៏ដោយកុំប៉ះពាល់បងប្អូនខ្ញុំនិយាយមែនខ្ញុំនៅកិត្តិយសយើងសំខាន់ណាស់ខ្ញុំនិយាយមែនតើអ្នកបដាល់កិត្តិយសសំខាន់ខ្លាំងណាស់បងល្អទីមានបញ្ហានោះទៅមកបាទហើយបរិបទសុខខ្មែរយើងអត់ដូចបរទេសទេបរទេសបញ្ហាអីក៏ដោយចេញពីមណ្ឌលវិញ
ការងារគេធ្វើត បាទ បាទអញ្ចឹងអត់អីទេថ្ងៃហ្នឹងខ្ញុំបានជួបយុទ្ធហើយឃើញថាយុទ្ធមួយរយៈហ្នឹងតស៊ូខ្លាំងមែនទែនបងប្អូនធ្លាក់ឡើងចុះឡើងមិនក៏ដោយគាត់នៅតែព្យាយាមតស៊ូដើម្បីគេហៅថាអនាគតនៃជីវិតអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនឬក៏ម្ចាស់ក្រុមផលិតភាពយន្តរឿងខ្លីក៏ដោយសម្ដែងអីក៏ដោយត្រូវការយុទ្ធដែលធ្វើតែសម្ដែងបែប character គាត់អាចសម្ដែងបានអាចតាក់ទងទៅយុទ្ធបានបងប្អូនច្បាស់ជាស្គាល់ account នោះ account គាត់ក៏ធំដែរ បាទ ហើយយុទ្ធនេះបើនិយាយទៅនៅក្រៅរឿងស្រាក៏អត់ចេះផឹកដែរនិយាយអញ្ចឹងវិញណាអញ្ចឹងគាត់បើនិយាយទៅមនុស្សគឺអត់មានអីត្រូវពិបាករកអានទេខ្ញុំមាននិយាយអញ្ចឹងគាត់ថាអ្វីដែលគាត់ខិតខំប្រឹងប្រែងនេះគង់តែថ្ងៃណាមួយយុទ្ធឯងនឹងរកផ្លូវឃើញខ្ញុំក៏ជូនពរដែរក្នុងនាមយើងធ្លាប់ធ្វើការងារសប្បុរសមួយគ្នាហើយអរគុណច្រើនខ្ញុំក៏អត់មានអីទេថ្ងៃហ្នឹងមានសាប៊ូកក់សក់សាប៊ូដោះខ្លួនរបស់សារ៉ាមអត់ឈុត សាប៊ូខ្ញុំក៏អស់បាត់ហើយល្អពេកល្អ អានេះមិនសំដីណាឲ្យមែនទេណា ហ្នឹងហើយ បាទជូនមួយឈុត អូយអរគុណច្រើនដើម្បីដោយសារសាប៊ូនេះល្អមែនណាបងប្អូនពេលយើងកក់ទៅតិចក្បាលតិចអីល្អហើយកែច្រើនអីហ្នឹងអាមាស់អីគេហៅថារស័យសក់យកអាមាស់អាកន្លែងស្អីគេនេះ លាក្បាល បាទលាយើងនេះអាមាស់ខ្លាំងដាក់នេះទៅផ្សារវាមានជីបរបៀបថាព្រីងខ្យល់ហិល ហើយក៏មានកាដូអនុស្សាវរីយ៍មកនេះពីហាងសក់ដៃគ្នាយើងដែរសម្រាប់បងប្អូនត្រូវការទូរស័ព្ទដៃទិញដាច់បងរំលោះឬក៏ជួសជុលវីដេអូហ្នឹងកុំភ្លេចហាងសក់ដៃគ្នាយើងទៀតឯនៅលើច្បារអំពៅនេះ ខ្ញុំនៅច្បារអំពៅដែរ ស្គាល់គ្នាយើងច្បារអំពៅអត់ ស្គាល់ឃើញ នៅមុខវត្តនីរ៉ូតអញ្ចឹងច្បារអំពៅអ្នកនៅច្បារអំពៅមិនបាច់មកកម្ពុជាក្រោមបានដែរអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសម្រាប់អ្នកដែលបានមើលវីដេអូនេះដល់ចប់ហើយគិតថាចង់គ្រប់គ្រងលើកទឹកចិត្តដល់យុទ្ធចែកម្លែកវីដេអូនេះម្នាក់មួយដើម្បីឲ្យ fan អ្នកគ្រប់គ្រងយុទ្ធបានឃើញផងអរគុណច្រើន